ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចានេះគឺជាទស្សនវិជ្ជាចារូបអនុស្សាវរីយ៍ចាតាំងពីយូរលង់ណាស់មកហើយបងប្អូនអើយប្រហែលឆ្នាំហើយ2-3ឆ្នាំមកហើយហ្នឹងហើយប៉ុន្តែខ្ញុំនឹកឃើញចាទំនេរហើយនេះទំនេរអត់ធ្វើការក៏យកមកដើម្បីឲ្យបងប្អូនទស្សនាចានេះជាទស្សនវិជ្ជាដែលខ្ញុំបង្រៀនក្នុងចាជំរំណានហ្នឹងហើយផងដែរគឺជារូបដែលនាងខ្ញុំទៅទស្សនកិច្ចនៅខាងខេត្តថ្មពួកចាហ្នឹងហើយចាដែលមានការឧបត្ថម្ភគាំទ្រពីអង្គការទេសនពិភពលោកកម្ពុជាផងដែរចាហ្នឹងហើយជាតិក្នុងការនេះដែរនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់លោកដែលតែងតែផ្ដល់ឱកាសដល់នាងខ្ញុំនិងក៏ដូចជាលោកគ្រូអ្នកគ្រូដែលបង្រៀនក្នុងជំរំណានចាគាត់តែងតែលើកទឹកចិត្តគាត់តែងតែមានតែគាត់តែងតែមានជាសម្ភារៈចាជួយដល់ក្រុមជំរំណានផងដែរចាហ្នឹងហើយចាថ្មីត្បិតតែនាងខ្ញុំចាមិនសូវជាមានចំណេះដឹងជ្រៅជ្រះចាប៉ុន្តែនាងខ្ញុំក៏មានចិត្តមុខមុតមួយថាជួយបង្ហាត់បង្រៀនបងប្អូនដោយយកចិត្តទុកដាក់និងចេញពីក្តីស្រឡាញ់ចាហ្នឹងហើយមិនថាទោះបីជានាងខ្ញុំរវល់យ៉ាងណាក៏នាងខ្ញុំតែងតែឆ្លៀតពេលវេលាចា1ម៉ោង2ម៉ោងកន្លះម៉ោងជាមួយពួកគាត់ដែរហ្នឹងហើយអញ្ចឹងនៅពេលដែលខ្ញុំបង្រៀនពួកគាត់ហើយខ្ញុំមានទឹកចិត្តសប្បាយរីករាយចាសប្បាយជាមួយពួកគាត់ហ្នឹងហើយពេលដែលឃើញឆ្នាំញញឹមរបស់ពួកគាត់គឺខ្ញុំសប្បាយចិត្តចាហ្នឹងហើយក៏សូមអរគុណដល់បងប្អូនដែលតែងតែមកចូលរួមមិនថាពេលណាទេគឺថាឲ្យតែថាដល់ម៉ោងជំរំណានគឺគាត់មកជុំគ្នាតែម្ដងចានេះគឺទស្សនវិជ្ជាដែលនាងខ្ញុំនាំគាត់លេងនៅខែចូលឆ្នាំផងដែរចាឃើញថាសប្បាយរីករាយមែនទែនចាពេលបើតែយើងមិនសូវមានធនធានប៉ុន្តែយើងធ្វើនៅអ្វីដែលយើងមានស្រាប់ចាហ្នឹងហើយតែពួកគាត់ឃើញថាសប្បាយមែនទែនចាហើយនាងខ្ញុំក៏ហ្នឹងហើយក៏សូមជូនពរចាដល់អង្គការទេសនពិភពលោកកម្ពុជាផងដែរចាដែលតែងតែជួយផ្ដល់ជាចំណេះដឹងក៏ដូចជាសម្ភារៈក៏ដូចជាសេចក្តីណែនាំល្អដល់នាងខ្ញុំផងដែរចាហ្នឹងហើយចាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងចាអញ្ចឹងជាចុងក្រោយនាងខ្ញុំសូមគោរពជម្រាបលាចាហើយសូមជូនពរដល់បងប្អូនអ្នកមើលទាំងអស់ឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនចាកុំបីឃ្លៀងឃ្លាតឡើយចាសូមអរគុណ